ទីមួយគឺលោកត្រាំអះអាងថាអ៊ីរ៉ង់បោះបង់ចោលបរមាណូដោយយកសន្តិភាពបាទនេះគឺជាដំណឹងល្អសម្រាប់ពិភពលោកដែរព្រោះអីមួយថ្ងៃវល់ល្ងាចពីម្សិលមិញនិយាយទៅវាត្រូវបើនៅកម្ពុជាមួយថ្ងៃវល់ល្ងាចបើនៅស្រុកអាមេរិកនេះគឺវាមកយប់ទៅភ្លឺលើចូលដល់ថ្ងៃថ្មីទៅហើយគឺលោកត្រាំបានជជែកច្រើនតាក់ទងនឹងថាបានជួបចរចាជាមួយនឹងមេដឹកនាំអ៊ីរ៉ង់បងប្អូនរឿងនេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរបងប្អូនដឹងហើយថាអាមេរិកក្រោមការដឹកនាំលោកត្រាំនេះគឺប្រើកណ្ដាប់ដៃដែកគឺទី1គឺគម្រាមកំហែងវាយប្រហារអ៊ីរ៉ង់ឲ្យទន់ខ្លួនហើយបញ្ចរចាអញ្ចឹងដំបូងគឺដាក់អសានវ៉ាត48ម៉ោងឲ្យអ៊ីរ៉ង់បើកច្រកហូមូសឲ្យកប៉ាល់ដឹកប្រេងចេញឲ្យបានតាមស្រួលបើមិនដូច្នេះទេអាមេរិកនឹងវាយកំទេចខ្ទេចទីទាំងអស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់មានទាំងរោងចក្រផលិតអគ្គិសនីគ្រប់កន្លែងផ្ដើមពីរោងចក្រធំទៅមុនឬរឿងនេះស្រាប់តែមិនទាន់បានគ្រប់ថ្ងៃស្រួលបួលគ្រប់ម៉ោងស្រួលបួលផងស្រាប់តែលោកត្រាំក៏បានដូរចិត្តបានពន្យាអសានវ៉ាតការកំណត់ពេលវេលាវាយប្រហារអ៊ីរ៉ង់ហ្នឹងទៅ5ថ្ងៃវិញអញ្ចឹងមុនដំបូងតែ2ថ្ងៃទេដូរទៅ5ថ្ងៃដោយគិតទៅប្រហែលនេះនៅថ្ងៃស្អែកនេះបានចប់អសានវ៉ាត5ថ្ងៃនឹងទៀតដើម្បីទុកឲ្យអ៊ីរ៉ង់ចរចាព្រោះអីលោកត្រាំអះអាងថាពួកមេដឹកនាំអ៊ីរ៉ង់ចាប់ផ្ដើមចរចាជាមួយអាមេរិកប៉ុន្តែសំណួរសួរទៅវិញថាតើមេដឹកនាំអ៊ីរ៉ង់មួយណាដែលមកចរចាជាមួយអាមេរិកព្រោះអីមកដល់ម៉ោងនេះយើងអត់ដឹងថាមេដឹកនាំអ៊ីរ៉ង់ណាដែលលោកត្រាំថាអះអាងថាបានចរចាបិទតែគាត់ថាបានទូរស័ព្ទមកអាមេរិកមកចរចាអីហ្នឹងតើមេដឹកនាំអ៊ីរ៉ង់មួយណាព្រោះអីក្នុងពេលជាមួយគ្នាហ្នឹងលោកត្រាំបាននិយាយរឿងពីរដែលគួរឲ្យគាត់សម្គាល់ទីមួយលោកថាហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់អ៊ីរ៉ង់គឺខ្ទេចខ្ទីរៀបដល់ដីដល់បាតសមុទ្រអស់ហើយព្រោះអីនាវាចម្បាំងអ៊ីរ៉ង់ក៏អាមេរិកបាញ់កំទេចខ្ទេចខ្ទីអស់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ក៏អាមេរិកទម្លាក់គ្រាប់ខ្ទេចខ្ទីអស់បំផ្លាញអស់ស្ទើរគ្មានសល់ហើយនៅសល់តែកញ្ជ្រួចទិញទួចអីនៅបាតដីបាតអីចឹងរូងអីបិទចិត្តអស់ហើយមេដឹកនាំរបស់អ៊ីរ៉ង់គឺសម្លាប់ស្លាប់អស់ហើយគាត់និយាយថាមេដឹកនាំកម្ពុជាថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់អ៊ីរ៉ង់ហ្នឹងគឺសម្លាប់អស់ហើយដូច្នេះតើគាត់ចរចាជាមួយអ្នកណាបើជាមេដឹកនាំអ៊ីរ៉ង់នេះគឺជាការពំតំណោតរបស់លោកត្រាំដែរប៉ុន្តែនៅពេលអ្នកកសែតសួរគាត់ឆ្លើយយ៉ាងខ្លីយ៉ាងចេះទៅវិញថាមានមេដឹកនាំអ៊ីរ៉ង់ដែលគាត់ជាអ្នកដែលអាចធ្វើការជាមួយបានដែលមិនចូលក្នុងក្រុមដូចថាអ្នកដែលទឹមឡើងថ្មីដែលជាកូនរបស់ហាមេនេអាលីហាមេនេអីហ្នឹងទេគឺជាអ្នកដឹកនាំថ្មីដែលគាត់ប្រឡយពាក្យថាជាមនុស្សអាចធ្វើការជាមួយគ្នាបានជាមនុស្សដែលអាចផ្លាស់ប្ដូរកែរបបដឹកនាំរបស់អ៊ីរ៉ង់ឲ្យបានអញ្ចឹងទៅដូច្នេះអត់មាននិយាយពីថ្នាក់ដឹកនាំអ៊ីរ៉ង់ទេចំណុចនេះឯងដែលធ្វើឲ្យមានការមន្ទិលថាតើគាត់ចរចាជាមួយអ្នកណាឲ្យប្រកាសអញ្ចឹងសារព័ត៌មានលើពិភពលោកចាប់ផ្ដើមចេះតែស្វែងរកព័ត៌មានទៅក៏ទៅដោយសន្និដ្ឋានថាអាចនិយាយជាមួយប្រធានរដ្ឋសភារបស់អ៊ីរ៉ង់មួយដែលជាមនុស្សល្បីកំពូលមួយដែរអីអញ្ចឹងទៅដូច្នេះព័ត៌មាននេះលោកត្រាំថាលោកអត់ទាន់ប្រាប់ថាមេដឹកនាំអ៊ីរ៉ង់ដែលចរចាជាមួយគាត់ជាណាដោយសារគាត់ប្រើពាក្យយ៉ាងខ្លីមួយថាខ្លាចគេសម្លាប់គាត់ចោលតែប៉ុណ្្នឹងឯងតែយ៉ាងណាក្តីគឺអ្វីដែលជាសមិទ្ធិឬក៏លទ្ធផលនៃការចរចានោះលោកត្រាំអះអាងថាអ៊ីរ៉ង់ព្រមតាមអាមេរិកច្រើនយ៉ាងណាស់ដែលធ្វើឲ្យអាមេរិកចាប់ផ្ដើមដូរចិត្តលែងវាយប្រហារអ៊ីរ៉ង់ធ្ងន់ធ្ងរដូចលើកមុនតទៅទៀតហើយគឺដោយសារលោកអះអាងថាអ៊ីរ៉ង់ព្រមទទួលតាមសំណើរបស់អាមេរិកថាឈប់ឬក៏បោះបង់ចោលមហិច្ឆតាឬគំនិតដែលចង់រក្សាឬក៏ផលិតអាវុធបរមាណូអីហ្នឹងតទៅទៀតហើយអញ្ចឹងបានន័យថាលែងឲ្យអ៊ីរ៉ង់មានអាវុធបរមាណូហើយដើម្បីដូរយកសន្តិភាពហ្នឹងអានេះគឺជារឿងមួយដែលអ៊ីរ៉ង់ជំទាស់យូរហើយបើសិនជាអ៊ីរ៉ង់ព្រមប្រហែលជាមិនមានសង្គ្រាមនឹងផងទេដូច្នេះស្រាប់តែមកដល់ឥឡូវមានឬក៏មកអាចថាអ៊ីរ៉ង់រងសម្ពាធធ្ងន់ធ្ងរដែលមិនអាចនឹងទទួលយកបានហើយស៊ូឡៃរួចទៅបោះបង់ចោលគំនិតហ្នឹងឬក៏យ៉ាងម៉េចព្រោះអីចរចាកន្លងមកអត់ត្រូវគ្នាដោយសារតែអ៊ីរ៉ង់អត់ព្រមបោះបង់គំនិតរឿងបរិមាណូហ្នឹងឯងតែឥឡូវលោកត្រាំក៏ថាអ៊ីរ៉ង់ព្រមអស់ហើយអត់មានជំរឿសអីទេបើអត់ព្រមក៏ត្រូវតែកំទេចអ៊ីរ៉ង់ចោលអញ្ចឹងទៅគាត់នៅតែនិយាយភាសាហ្នឹងដដែលអញ្ចឹងបានន័យថាម៉េចបានន័យថាការចរចាហ្នឹងអ៊ីរ៉ង់ព្រមតាមរឿងឈប់ផលិតអាវុធបរមាណូបើសិនជាដូច្នេះមែនគឺជាការដោះស្រាយរឿងបានមួយកលៈព្រោះអីមិនមែនតែរឿងអាវុធបរមាណូតែមួយមុខទេគឺការគ្រប់គ្រងប្រេងកាតនិងការរៀបចំផ្លាស់ប្ដូររបបនេះផងដូច្នេះថាតើរឿងនេះវានឹងមានស៊ីជម្រៅយ៉ាងណាលោកត្រាំអះអាងបន្តទៀតថាគាត់បានបញ្ជូនផែនការ15ចំណុចទៅឲ្យប្រទេសអ៊ីរ៉ង់តាមរយៈអ្នកគេហៅថាអ្នកកដាលនេះអាចមានប៉ាគីស្ថានមានអីគេជួយសម្របសម្រួលអញ្ចឹងបញ្ជូនសាររបស់អាមេរិកដែលស្នើឲ្យអ៊ីរ៉ង់អនុវត្តគោលការណ៍ឬផែនការ15ចំណុចដើម្បីឈប់បាញ់រយៈពេល1ខែសាកល្បងសិនអញ្ចឹងអាមេរិកឲ្យ15ចំណុចហ្នឹងទៅអ៊ីរ៉ង់យកទៅអនុវត្តទៅព្រោះអីព្រមថាបោះបង់ចោលគំនិតឈប់ប្រើប្រាស់ឬណែផលិតអាវុធបរមាណូអីហ្នឹងអាមេរិកថានេះគឺជាតម្រុយល្អមានប្រយោជន៍ច្រើនអញ្ចឹងយកអាហ្នឹងទៅអនុវត្តទៅតើអ៊ីរ៉ង់អនុវត្តយ៉ាងណាតើការចរចានេះយ៉ាងណាតើការជួបប្រស័យគ្នាយ៉ាងណាអានេះគឺជាសំណួរមួយដ៏ធំព្រោះអ្វីៗគឺហាក់បីដូចជាលោកត្រាំតែខ្លួនគាត់ទេដែលជាអ្នកនិយាយឯភាគីខាងអ៊ីរ៉ង់
គឺតាមសារព័ត៌មានរបស់អ៊ីរ៉ង់គឺសំទោសនឹងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដែលទៅដកស្រង់ប្រភពរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលនៅសេសសល់នោះណាគឺគេថាគេអាចបានចរចាអីជាមួយលោកត្រាំផងនេះអានេះគឺជារឿងមួយដែលដូចថាម្នាក់គឺឆ្លើយអះអាងរៀងខ្លួនហើយថ្ងៃនេះគឺយើងឃើញអ្នកនាំពាក្យរបស់យោធាអ៊ីរ៉ង់ចេញវីដេអូមួយពីរូងដីឬក៏ពីកន្លែងណាមួយថតទុកមិនមែនផ្សាយផ្ទាល់ទេព្រោះខ្លាចគេបាញ់ត្រូវទៀតគាត់មកអះអាងថាអ៊ីរ៉ង់អត់មានបានចរចាអីជាមួយអាមេរិកសូម្បីតែបន្តិចគឺអ៊ីរ៉ង់អត់ព្រមចុះចាញ់ទេគឺមិនអនុញ្ញាតឲ្យអាមេរិកធ្វើជាបងធំមកកាងមកអីទេគឺថាអ៊ីរ៉ង់នៅតែបដិញ្ញាកំតិចការពារដែនអធិបតេយ្យរបស់ខ្លួនពីប្រចាំមិត្តអីចឹងទៅប៉ុន្តែមិនដឹងថាគាត់ស្រែកមកពីណាទេព្រោះអីឥឡូវវាអស់អីបាញ់ចេញបាត់ទៅហើយហ្នឹងអានេះគឺខាងអ៊ីរ៉ង់វាអាចលោកអ្នកនាំពាក្យរបស់យោធាអ៊ីរ៉ង់ហ្នឹងអាចនិយាយអញ្ចឹងក៏ថាបានដែរមានដឹកនាំអ៊ីរ៉ង់ដែលជ្រើសថ្មីហ្នឹងអត់បាននិយាយជាមួយលោកត្រាំជាការពិតអីកូនរបស់ហាមេនីមានមកនិយាយជាមួយលោកត្រាំណាព្រោះលោកត្រាំគាត់ថានិយាយជាមួយមនុស្សដែលគាត់អាចនិយាយបានដែលអាចទុកចិត្តតែធ្វើការជាមួយគ្នាបានអត់មានថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ថ្មីហ្នឹងទេគឺគាត់ចង់រើសមនុស្សដែលឲ្យដឹកនាំប្រទេសអ៊ីរ៉ង់សម្រាប់រយៈពេលវែងយូរអង្វែងតែអនាគតទៀតអញ្ចឹងទៅបានជាគាត់ថាគាត់ជួបជាមួយមេដឹកនាំហើយខាងមេដឹកនាំនោះគេថាអត់មានតាក់ទងនឹងគេអញ្ចឹងវាអាចការពិតត្រង់ថាអាចជួបជាមួយថ្នាក់ដឹកនាំមួយចំនួនដែលលោកត្រាំគិតថាជាអ្នកកណ្ដាលណាមួយអញ្ចឹងទៅហើយមេដឹកនាំមែនតែផ្ដាច់ការរបស់អ៊ីរ៉ង់គេថាគេអត់បានទៅចែកអង្គក្រុមគេផ្សេងអញ្ចឹងជាពិសេសក្រុមទាហានបដិវត្តឆ្មាំបដិវត្តរបស់អ៊ីរ៉ង់នឹងតែម្ដងបាទបងប្អូនយើងតាមដានតទៅទៀតព្រោះអីរឿងនេះវានៅស្មុគស្មាញប៉ុន្តែអ្វីដែលជាជោគជ័យរបស់លោកត្រាំគឺអញ្ចេះនៅពេលដែលគាត់និយាយថាអ៊ីរ៉ង់ព្រមតាមអញ្ចឹងទៅធ្វើឲ្យស្ថានភាពធូរខ្សាកមកបន្តិចធូរខ្សាកហ្នឹងត្រង់អីគឺប្រេងកាតប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកចុះតម្លៃក្រោម$100នៅក្នុងមួយធុងភ្លាមគឺចុះប្រហែលជា5ទៅ6%ដែលមុនហ្នឹងគឺ$110អញ្ចឹងណាឥឡូវចុះច្រើនណាចុះក្រោម100នៅពេលដែលចុះក្រោម100នៅលើទីផ្សារពិភពលោកអាមេរិកខ្លួនឯងទម្លាក់តម្លៃប្រេងសម្រាប់ប្រេងឆៅដែលខ្លួនផលិតបានហ្នឹងគឺមួយធុងត្រឹមតែ$87ជាងទេដូច្នេះទាបជាងហ្នឹងអញ្ចឹងធ្វើឲ្យភាគហ៊ុនភាគអីចាប់ផ្ដើមមានភាពដូចថាវិជ្ជមានអីអញ្ចឹងទៅលោកត្រាំគាត់បកកែកន្លែងហ្នឹងបកកែក្លុកដើម្បីឲ្យប្រជាពលរដ្ឋសង្ឃឹមឲ្យថាអ៊ីរ៉ង់មានដំណោះស្រាយអីចឹងទៅធ្វើឲ្យទីផ្សារពិភពលោកប្រេងកាតអីហ្នឹងប្រេងសាំងអីហ្នឹងរៀងដូចជាប្រែប្រួលបន្តិចប៉ុន្តែវាប្រែប្រួលលឿនណាស់បងប្អូនដូចនៅខ្មែរនៅអីយើងអត់អាចនឹងមកទទួលភាគផលអីពីនេះតាន់ទេព្រោះអីការ៉ាសាំងការ៉ាអីដែលគេទិញសាំងស្តុកអីហ្គាសអីស្តុកអីហ្នឹងមកអត់តាំងពីទិញថ្លៃមកឥឡូវមកលក់ថោកមកលក់អីគេលក់អត់តាន់ទេវាវល់ពេកអញ្ចឹងទៅយូរទៅបិទការ៉ាចោលអស់ចឹងក៏មានដែរគឺខ្ញុំនឹងបញ្យល់រឿងហ្នឹងបន្តទៀតក៏ប៉ុន្តែឥឡូវនេះនៅលើពិភពលោកអ្វីៗវារៀងដូចជាមានភាពប្រសើរច្រើនដោយសារអ៊ីរ៉ង់អស់ជំរឿទី1អ៊ីរ៉ង់អស់ជំរឿអ៊ីរ៉ង់អស់ជំរឿអ៊ីរ៉ង់អស់មេដឹកនាំធ្ងន់មានភាពដូចថាបណ្ដាញតាក់ទងគ្នារបស់អ៊ីរ៉ង់លែងមានណាបងប្អូនព្រោះមេដឹកនាំថ្មីអត់ហ៊ានងើបមកទេខ្លាចអាមេរិកកំទេចចោលដូច្នេះយកអ្នកណាផ្សេងទៀតទៅវាធ្វើឲ្យមានភាពច្របូកច្របល់ក្នុងថ្នាក់ដឹកនាំអ៊ីរ៉ង់ខ្លាំងមែនទែននៅក្នុងពេលនេះតែអាមេរិកក៏បានហេតុផលមួយគឺអ៊ីរ៉ង់ខ្លួនឯងនៅពេលដែលទុនដៃទុនជើងអាមេរិកវាយសន្ធាប់ហើយនៅក្នុងពេលជាមួយហ្នឹងលោកត្រាំបញ្ជូនទ័ពបន្ថែមរហូតមកសមមិញនេះគឺត្រៀមទ័ពឆាត់យង1000នាក់ទៀតទ័ពដែលនៅមជ្ឈមបូព៌ារបស់អាមេរិកមាន50000នាក់ហើយបងប្អូនគាត់បញ្ជូនទៅប្រហែលថ្ងៃនេះ4500នាក់ទៀតទៅមជ្ឈមបូព៌ាជាទ័ពថ្មើរជើងឥឡូវថែមទ័ពឆាត់យងទៅ1000នាក់ទៀតយកទៅធ្វើអីបើគេសួរយកទៅធ្វើអីបើមាន50000នាក់ឯហ្នឹងនេះគឺជាល្បិចនយោបាយនៅក្នុងការដាក់សម្ពាធអ៊ីរ៉ង់ពេលចរចាគាត់ប្រាប់ថាអាមេរិកត្រៀមខ្លួនវាយចូលដល់អ៊ីរ៉ង់ទៀតយកទ័ពថ្មើរជើងឯទៅអាមេរិកថាមិនទាត់ចោលការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់អីចឹងទៅអញ្ចឹងគ្នានោះគាត់ទៅលឺនឹងចេះតែភ័យព្រួយអញ្ចឹងទៀតទៅអញ្ចឹងការចរចាវាអាចលំអៀងត្រូវតែតាមអាមេរិកគ្រប់រឿងអញ្ចឹងទៅឥឡូវផែនការ15ចំណុចហ្នឹងយើងចាំមើលតទៅទៀតតើមានអីគេខ្លះតាមពិតអាមេរិកលោកដូណាល់ត្រាំថាអ៊ីរ៉ង់បានឲ្យកដោអាមេរិកមួយយ៉ាងធំកដោអីគេទៅបងប្អូនអត់ប្រាប់ទៀតកដោយ៉ាងធំនឹងផ្ញើមកដល់អាមេរិកហើយថាពាក់ព័ន្ធនឹងរឿងប្រេងកាតនិងឧស្ម័នអីចឹងទៅកដោអីបានន័យថាម៉េចចែកភាគផលលក់ប្រេងកាតអ៊ីរ៉ង់ចាប់ពីអនាគតទៅនឹង50បានអាមេរិក50បានអ៊ីរ៉ង់ឬយ៉ាងម៉េចយើងអត់ដឹងយើងចាំមើលទៅព្រោះលោកត្រាំគាត់មានរឿងខ្លះគាត់និយាយមាត់អត់កម្រពេលខ្លះគាត់លាក់ធ្វើតែមិនដឹងចឹងទៅតែយើងចាំមើលតទៅទៀតបងប្អូនតែយ៉ាងណាស្ថានភាពរៀងប្រសើរបន្តិចវិញតាក់ទងនឹងតម្លៃប្រេងកាតតាក់ទងអីហ្នឹងតម្លៃប្រេងសាំងហ្នឹងចុះថ្លៃអីអញ្ចឹងហើយក៏ប៉ុន្តែវានៅមានភាពរំជើបរំជួលឯងបងប្អូនដឹងហើយឥឡូវនេះគឺនៅប្រទេសជាច្រើនបញ្ហាប្រេងទាំងថៃទាំងអីនៅអាស៊ីទាំងកម្ពុជាប៉ះពាល់ដូចគ្នាទាំងអស់នៅលើពិភពលោកវាប៉ះពាល់តិចច្រើនអាស្រ័យទៅលើទំហំសេដ្ឋកិច្ចនៃប្រទេសនីមួយៗនិងតាក់ទងនឹងធនធានរបស់ខ្លួនតើមានប្រេងចម្រាញ់មានរោងចក្រប្រេងកាតឬមានខួងដងប្រេងអីអត់អ្នកណាដែលអត់មានប្រេងអត់មានស្អីខួងគឺយ៉ាប់ជាងគេជាពិសេសដូចកម្ពុជាអញ្ចឹងថៃយ៉ាប់ដែរតែគេមានរោងចក្រប្រេងកាតចម្រាញ់ប្រេងកាតហើយគេដឹកមកពីនៅពីអ៊ីរ៉ង់ពីអីហ្នឹងតាមច្រកហ័រមូសអីហ្នឹងកប៉ាល់ប្រេងថៃអីឥឡូវគេអនុញ្ញាតឲ្យដឹកមកទៀតដោយសារតែ
អេរ៉ង់ស្អំចិត្តថៃដោយសារតែបាញ់ខ្ទេចកប៉ាល់ថៃមួយពីសប្តាហ៍មុនឥឡូវគឺឲ្យប្រេងចេញមកអញ្ចឹងថៃអាចនឹងមានប្រេងផ្គត់ផ្គង់អីអញ្ចឹងហើយយើងអត់អាចទៅទិញពីថៃបានទេមិនបាច់ឆ្ងល់ព្រោះយើងបិទអូស្មန်បិទហ្គាសអីពីថៃដោយសារតែយើងឆ្លោះគ្នាជាមួយថៃព្រំដែនដូច្នេះថៃក៏គេមិនលក់ឲ្យយើងដែរមិនបាច់ឆ្ងល់ទេព្រោះគេចង់ទុកឲ្យប្រជាពលរដ្ឋគេដែរកុំឲ្យមានបញ្ហាហ្វីលីពីនក៏មានបញ្ហាខ្លួនឯងដែរព្រោះថ្ងៃនេះគឺប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ដែលជាកូនរបស់មេដឹកនាំផ្ដាច់ការលោក Ferdinand Marcos នោះគឺកំពុងប្រកាសទៅប្រាប់ប្រជាពលរដ្ឋភូមិសំទោសមិនមែនភូមិទេហ្វីលីពីននិយាយហ្វីលីពីនហ្នឹងក៏គ្នាមានបញ្ហាដែរប៉ុន្តែឥឡូវហ្នឹងគឺប្រជាពលរដ្ឋគ្រោងធ្វើបាតកម្មធ្វើអីបិទផ្លូវបិទអីច្រើនពេកទៅគឺអាថ្លៃសាំងថ្លៃអីហ្នឹងវាឡើងពេកហើយអត់មានអីផ្គត់ផ្គង់ធ្វើឲ្យរដ្ឋចាប់ផ្ដើមបញ្ចេញកញ្ចប់ថវិកាដើម្បីជួយក្រុមតាក់ស៊ីឬអ្នករត់ម៉ូតូឌុបឬក៏រត់ស្អីហ្នឹងដោះស្រាយដែរគឺឲ្យម្នាក់$83ដើម្បីដោះទាល់ទៅមិនដឹងថា$83ហ្នឹងសម្រាប់រយៈពេលម្ដងឬក៏សម្រាប់ពេលមួយខែឬមួយសប្ដាហ៍អីយ៉ាងណាប៉ុន្តែវាហាក់បីដូចជាលុយចែកឲ្យអ្នករកទទួលទានរបររថយន្តឈ្នួលអីហ្នឹងដើម្បីយកដោះទាល់មកគ្រាដែរបាទយើងឃើញនៅហ្វីលីពីនក៏ខំប្រឹងចឹងដែរព្រោះអីពិបាកហើយនៅកម្ពុជាវិញក៏យើងឃើញរដ្ឋាភិបាលយើងប្រឹងដែរដូចខាងកម្មកររោងចក្រអីយើងឲ្យមួយខែ$2កន្លះអីដែរវាតិចតួចស្រួយស្ដាងមែនតើក៏ប៉ុន្តែវាជាសមានចិត្តរបស់រដ្ឋាភិបាលដែលខ្វះខាតខ្លាំងប៉ុន្តែឥឡូវអាការខ្វះខាតខ្លាំងហ្នឹងធ្លាក់ដល់អស់ហ្គាសលក់មែនតើហ្នឹងនៅក្រុងបរសៃអនុថ្ងៃនេះយើងដឹងហើយបងប្អូនមើលឃើញម៉ូតូ Pass Up កង់3ហ្នឹងតម្រៀបជួរគ្នារាប់រយគ្រឿងនៅស្ទើរតែគ្រប់ការ៉ាសាំងដែលផ្សេងដែលលក់ហ្គាសលក់អីហ្នឹងឥឡូវហ្នឹងព្រោះអាម៉ូតូកង់3ហ្នឹងគាត់ប្រើហ្គាសមិនប្រើប្រេងសាំងទេដូច្នេះអញ្ចឹងតើអាហ្គាសហ្នឹងគឺចាប់ផ្ដើមដាច់ស្តុកស្ទើរតែគ្រប់កន្លែងអស់អញ្ចឹងធ្វើឲ្យពួកគាត់អត់អាចនឹងប្រកបរបរទទួលទាននឹងបានទេព្រោះ Pass Up ហ្នឹងប្រើហ្គាសហើយមួយយ៉ាងដោយសារចាប់ពីថ្ងៃមួយនេះទៅគឺក្រុមហ៊ុន Sokimich ជាពិសេសគឺបានប្រកាសឲ្យថាឈប់ផ្គត់ផ្គង់ហ្គាសឲ្យព្រោះអស់ហ្គាសផ្គត់ផ្គង់ណាមួយវៀតណាមក៏គេរឹតបន្តឹងឡើងឲ្យនាំហ្គាសនាំអីចេញដើម្បីផ្គត់ផ្គង់ក្នុងស្រុកគេហើយចិនក៏រឹតបន្តឹងអីអញ្ចឹងដែរហើយយើងពឹងទៅលើប្រទេសសិង្ហបុរីអីម៉ាឡេណានោះទៅវិញនៅពេលដែលព្រមបន្ទល់នឹងការដឹកក៏វាឆ្ងាយអីអញ្ចឹងទៅដូច្នេះវាអាចពិបាកនៅក្នុងរយៈពេលដ៏លំបាកនេះហើយមិនដឹងថាតើដោះស្រាយបានយ៉ាងណាព្រោះរដ្ឋាភិបាលមើលទៅដូចជាឲ្យប្រជាពលរដ្ឋហ្នឹងដូចថាសន្សំសំចៃឥឡូវកាត់បន្ថយការប្រើប្រាស់ប្រេងឬក៏ប្រើប្រាស់អីបេសកកម្មអីរបស់មន្ត្រីរាជការស្រុកខ្មែរហ្នឹងឲ្យធ្វើការពីផ្ទះធ្វើអីខ្ញុំឃើញរដ្ឋាភិបាលប្រឹងប្រែងដែរប៉ុន្តែអាការទប់នេះគឺដូចខ្ញុំនិយាយចឹងវាអាស្រ័យទៅលើធនធានរបស់រដ្ឋនិងការត្រៀមខ្លួនថាតើយើងត្រៀមខ្លួនយ៉ាងម៉េចបើសិនជាមានបញ្ហានេះម្នាក់សិតតែអត់បានរំពឹងទុកថានឹងមានរឿងនេះទេអញ្ចឹងបានថាបើប្រទេសគេផលិតប្រេងកាតប្រទេសគេមានប្រេងកាតស្តុកគេមានធនធានច្រើនគេអាចដកដង្ហើមបានយូរហើយយើងដង្ហើមខ្លីយ៉ាងណាគឺវាអាស្រ័យទៅលើវិបត្តិនៅអ៊ីរ៉ង់ហ្នឹងហើយសង្ឃឹមថាអ៊ីរ៉ង់ហ្នឹងវានឹងធូរពេលនេះគឺរៀងធូរបន្តិចដែរដោយសារអីបងប្អូនដឹងហើយម្សិលមិញគឺអ៊ីរ៉ង់អនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងរបស់ថៃមួយគ្រឿងឆ្លងកាត់បានហើយកប៉ាល់ដឹកប្រេងរបស់ឥណ្ឌាពីរគ្រឿងមួយថ្ងៃមុនហ្នឹងក៏អនុញ្ញាតឲ្យឆ្លងដោយអត់បាញ់ប្រហារអីទៀតទេព្រោះអ៊ីរ៉ង់ចង់ផ្ញើសារទៅប្រាប់ថាគេបើកហើយថ្ងៃនេះឃើញមានសាររបស់មេដឹកនាំអ៊ីរ៉ង់ឬក៏តំណាងរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងផ្ញើទៅអាជ្ញាធរគ្រប់គ្រងប្រេងឥន្ធនៈនៅដែនសមុទ្រអីអញ្ចឹងទៅប្រាប់ថាអ៊ីរ៉ង់បើកឲ្យកប៉ាល់ដឹកប្រេងចេញចូលធម្មតាអត់បិទទេនៅច្រកហ័រមូសហ្នឹងឲ្យតែកប៉ាល់នោះមិនមែនជាកប៉ាល់អមិត្តបានន័យថាជាកប៉ាល់មិត្តរបស់អ៊ីរ៉ង់អញ្ចឹងទៅតើកប៉ាល់ណាដែលជាកប៉ាល់មិត្តរបស់អ៊ីរ៉ង់ព្រោះអីអ្នកដែលដឹកប្រេងនេះភាគច្រើនជាសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងហើយអាមេរិកនិងអ៊ីរ៉ង់កំពុងតែឆ្លោះគ្នាតែអ៊ីរ៉ង់អត់មានជំរឿសអីព្រោះអាមេរិកថាបើអត់បើកច្រកហ័រមូសហ្នឹងគឺកំតិចទីអីអញ្ចឹងទៅដូច្នេះអ៊ីរ៉ង់រងសម្ពាធច្រើនដែរអញ្ចឹងអាការនាំប្រេងចេញនាំអីហ្នឹងវាកាន់តែបានបដាប៉ុន្តែឲ្យពេញទំហឹងហ្មងគឺវាមិនបានទេអញ្ចឹងនៅប៉ះពាល់មករយៈពេលយូរប៉ុណ្ណាយើងអត់ដឹងបងប្អូនបាទហ្នឹងគឺតកតងនឹងរឿងប្រេងសាំងប្រេងកាតរឿងមួយដែលគួរឲ្យរកម្មចិត្តតកតងនឹងរឿងកំពុងតែមានបញ្ហានៅប្រទេសកម្ពុជាយើងរឿងចំនួនព្រំដែនកម្ពុជាថៃហ្នឹងក៏អត់ទាន់មានដំណោះស្រាយយើងឃើញសាររបស់តាមពិតសារនេះមិនមែនទៅចេញឥឡូវទេសារនេះគឺជាសារចេញពី3ថ្ងៃហើយតែខ្ញុំអត់ទាន់បានផ្សាយដោយសារតែរវល់ពេកហើយក៏ឆ្លៀតឱកាសយកមកផ្សាយនៅពេលនេះមិនមែនបានន័យថាជាការផ្សាយដើម្បីបំបាក់ក្តីសង្ឃឹមឬក៏យ៉ាងម៉េចទេគឺគ្រាន់តែចង់ជម្រាបអំពីនយោបាយក្រៅប្រទេសគឺវាអញ្ចឹងបងប្អូនមានចាំទេយើងខំប្រឹងតស៊ូមតិការទូតការអីកម្ពុជាថ្លែងការថ្កោលទោសបដិសេធទាត់ចោលលាក់នឹងលាក់ហៅអនុព័ន្ធយោធានេះមកជួយស្ដាប់ការបកស្រាយរបស់ក្រសួងការបរទេសពីរឿងចំនួនព្រំដែនលោកកែវរេមីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលក៏សរសេរលិខិតទៅអង្គការសហប្រជាជាតិគ្រប់ស្ថិររចនាសម្ព័ន្ធដឹកនាំហើយក៏តកតងនឹងរដ្ឋាភិបាលក្រសួងមន្ទីរអីក៏បានថ្កោលទោសឬក៏ហៅក្រុមអនុព័ន្ធយោធានឹងជួបហើយក៏ហៅក្រុមសង្កេតការអាស៊ាននឹងចុះទៅមើលទីតាំងដាក់កុងតឺន័រអីឡាក់នឹងឡាក់
ហើយក៏បានប្រាប់ថានេះគឺជាជោគជ័យរបស់កម្ពុជាផ្នែកការទូតផ្នែកអីអញ្ចឹងលោកហ៊ុនម៉ាណែតនឹងក៏បានមកក្រៅប្រទេសនឹងក៏មកជួយសម្ភាសជាមួយនឹងសារព័ត៌មាន Reuters ឬក៏ Fox News Digital ឬក៏ក្រុម AFP អីអញ្ចឹងទៅដើម្បីធ្វើឲ្យព័ត៌មានយើងនឹងបានឮទៅឆាកអន្តរជាតិប្រាប់ប្រជាពលរដ្ឋថាគោលការណ៍បរទេសគេហៅយុទ្ធសាស្ត្រការបរទេសផ្សព្វផ្សាយព័ត៌មានរបស់កម្ពុជាថ្នាក់ដឹកនាំជោគជ័យរឿងផែនរឿងដំណោះស្រាយរឿងការឈ្លានពានរបស់ថៃក៏ប៉ុន្តែបើយើងមើលជាគោលដៅជាធំតកតងនឹងរូបភាពធំវិញគឺយើងបរាជ័យទេព្រោះអីយើងត្រូវដឹងថាពេលដែលយើងឆ្លោះគ្នាជាមួយថៃសហគមន៍អន្តរជាតិអត់មានអ្នកណាថ្កោលទោសថៃសូម្បីតែមួយប្រទេសចិនដែលជាសម្ព័ន្ធមិត្តក៏មិនថ្កោលទោសវៀតណាមដែលខ្លួនថាជាមិត្តម៉ឺនឆ្នាំក៏មិនឈឺក្បាលនឹងយើងមិនចិនណាមិនត្រឹមតែមិនថ្កោលទោសថៃរឿងឈ្លានពានកម្ពុជាទេប្រលេះដៃខ្មែរចោលទៀតហើយទៅធ្វើសម្ពយុទ្ធយោធាជាមួយនឹងថៃទៀតតើយើងមើលតើយើងឈ្នះអីអាហ្នឹងយើងត្រូវទទួលស្គាល់ការពិតថាការទូតរបស់យើងបរាជ័យការដឹកនាំរបស់យើងបរាជ័យច្រើនណាស់នៅក្នុងការដែលធ្វើឲ្យគេអត់មើលយើងគេអត់ជឿចាប់អត់ជិះឆ្អាលនឹងយើងគឺគេអត់បានប្រយោជន៍អីពីយើងអាមេរិកនេះដែលជារឿងមួយដែលសំខាន់ហៅយើងទៅចូលរួមក្នុងគណៈកម្មការក្រុមប្រឹក្សាសន្តិភាពគាត់ប្រថាប់ត្រាឲ្យលោកត្រាំយើងនឹងខំប្រឹងអេទៅខំប្រឹងលើកលោកត្រាំនឹងកម្ពស់មេឃដើម្បីជាបិតាសន្តិភាពជាអីឲ្យបានពានរង្វាន់ Nobel សន្តិភាពលក្ខនឹងក្នុងពេលដែលលោកត្រាំខ្លួនឯងហ្នឹងអត់បានថ្កោលទោសថៃសូម្បីតែមួយបន្តិចយើងមានចំនួនជាមួយថៃយើងលើកតម្កើងលោកត្រាំដើម្បីឲ្យលោកត្រាំជួយយើងដែរមិនចឹងប៉ុន្តែអាមេរិកហើយនិងថៃជាសម្ព័ន្ធមិត្តយោធាគ្នាយើងទៅខំអែបអបអាមេរិកវាហាក់បីដូចជាអន់ខ្លួនយើងមែនតើព្រោះអីយើងអែបអបអាមេរិកសង្ឃឹមថាគេជួយយើងអាមេរិកអត់មានជួយឈឺឆ្អាលយើងសុកទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃសុកឲ្យរថពាសដៃថៃ17គ្រឿងសុកឲ្យលុយជួយយោធាថៃរាប់រយ10លានដុល្លារសុកស្រាប់តាមពេលដែលលោកអនុទិនច័ន្ទវរៈគុលឡើងជានាយករដ្ឋមន្ត្រីថ្មីឲ្យបានសរសើរទៅថៃទៀតគឺលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃកាលអាមេរិកកាលពីប្រហែលថ្ងៃមុននេះគឺផ្ញើលិខិតជូនពរទៅលោកអនុទិនច័ន្ទវរៈគុលសរសើរលោកច័ន្ទវរៈគុលនិងប្រទេសថៃថាបានជួយស្ដារសន្តិភាពនៅក្នុងតំបន់និងស្ថិរភាពកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសហរដ្ឋអាមេរិកជួយការពារសន្តិភាពនៅពេលដែលថៃកំពុងតែបំផ្លាញសន្តិភាពកំពុងតែឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជារួចត្រូវបានសហរដ្ឋអាមេរិកទៅសរសើរថៃបែបនេះតើវាឈឺចាប់ប៉ុណ្ណាសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលយើងនាំគ្នាគិតថាអាមេរិកគឺជាប្រទេសប្រជាធិបតេយ្យមួយដល់តែពេលហ្នឹងបានដឹងថាគេខ្វល់តែពីរឿងផលប្រយោជន៍របស់អាមេរិកទេគេអត់មានផលប្រយោជន៍យើងអាហ្នឹងដោយសារអីយើងធ្វើខ្លួនយើងឲ្យអត់ប្រយោជន៍សម្រាប់គេនៅពេលដែលយើងធ្វើខ្លួនយើងអត់មានប្រយោជន៍សម្រាប់គេគឺពេលដែលមានការអីទោះយើងអង្វរអោបជើងគេយ៉ាងណាក៏គេទាត់យើងចោលឬក៏គេធ្វើប្រងើយហើយគេទៅអោបកសោបថៃទៅវិញអោបកសោបថៃថាថៃជាអ្នកការពារសន្តិភាពនៅក្នុងតំបន់អញ្ចឹងបានន័យថាម៉េចបានន័យថាថៃជាមនុស្សដែលមិនមែនជាអ្នកបង្កបញ្ហាទេមិនអញ្ចឹងព្រោះបើសិនជាថៃជាអ្នកបានជួយថែរក្សាសន្តិភាពមានបាត់ជប់បាញ់2ដងដោយសារថៃអញ្ចឹងការឈ្លានពានរបស់ថៃគឺជាអំពើមិនខុសច្បាប់ទេអញ្ចឹងរឿងនេះហាក់ដែលជារឿងរកម្មចិត្តមែនតើបងប្អូនអញ្ចឹងបានថាអាមេរិកថ្កោលទោសថៃរឿងទម្លាក់គ្រាប់បែកពី F16 ដែលខុសច្បាប់គោលការណ៍នៃការទិញដូរលក់សពាវុធរបស់អាមេរិកទៅឲ្យថៃក៏អាមេរិកមិនឈឺក្បាលអាមេរិកមិនឈឺក្បាលមកជុំទេងុំនឹងរឿងមេដឹកនាំខ្មែរយើងបានតែស្រែកកោកចាប់តែគ្នាឯងដាក់គុកទេប៉ុន្តែបើឲ្យទៅថ្កោលទោសអាមេរិកតាមមួយម៉ាត់ឬក៏សរសេរលិខិតទៅលោកត្រាំតាមមួយម៉ាត់ជួបលោកត្រាំក៏មិននិយាយដែរអារឿង F16 ហ្នឹងគឺយើងស្ងាត់ចឹងបោកប្រជាពលរដ្ឋឲ្យជឿលងលក់ថាយើងហ្នឹងគឺគូស្នេហាជាតិកន្លែងណានៅពេលដែលយើងដឹងថា F16 យកមកទម្លាក់សម្លាប់ទាហានខ្មែរយើងដោយសារតែ F16 ហ្នឹងឯងដែលធ្វើឲ្យទាហានខ្មែរយើងបាក់ទ័ពច្រើនកន្លែងហ្នឹងព្រោះទម្លាក់គ្រាប់ពីលើដែនអាកាសហើយយើងអត់មានអាសពាវុធឬក៏សំណាញ់មេឃអីទៅទប់គេហើយដោយសារ F16 ហ្នឹងឯងដែលធ្វើឲ្យមហិមាតម្រងពួកទាហានថៃគឺគ្រប់គ្រងដែនអាកាសគ្រប់គ្រងធ្វើបាបទាហានខ្មែរយើងយ៉ាងសម្បើមនេះគឺជារឿងមួយដ៏ឈឺចាប់បំផុតដែលយើងថ្នាក់ដឹកនាំយើងត្រូវតែប្តឹងឬក៏សរសេរលិខិតទៅលោក Donald Trump ទាំងលោកកែវរ៉េមីទាំងអីទាំងលោកហ៊ុនម៉ាណែតហ្នឹងមិនទៅនិយាយសារព័ត៌មានសូម្បីតែនិយាយសារព័ត៌មានអីអន្តរជាតិក៏អត់មាននិយាយមួយម៉ាត់ពីរឿងអាមេរិកគួរណាដែលដាក់ទណ្ឌកម្មថៃពីរឿង F16 អត់និយាយសោះបងប្អូនឃើញនយោបាយគឺអ្នកនយោបាយខូចស្មោកគ្រោកអញ្ចឹងគឺតាក់ទងនឹងរឿងដើម្បីស្អំអាមេរិកយើងសុកចិត្តបោះបង់ចោលរឿងធំមួយបើសិនជាឲ្យអាមេរិកថ្កោលទោសថៃបានណាពីរឿងប្រើ F16 ខុសច្បាប់ហ្នឹងគឺកម្ពុជាមានដងដាវយ៉ាងសំខាន់មួយគឺថាថៃឈ្លានពានអាមេរិកក៏ថ្កោលទោសថៃព្រោះអាហ្នឹងជាអំពើឈ្លានពានដល់តែពេលយើងអត់ហ៊ានប្រាប់អាមេរិកអត់ថ្កោលទោសថៃអាមេរិកមិនត្រឹមតែមិនថ្កោលទោសថៃពេលនេះចាត់ទុកថាថៃជាអ្នកដែលរក្សាសុខសន្តិភាពនៅក្នុងតំបន់ទៅទៀតអញ្ចឹងបានន័យថាម៉េចបានន័យថាខ្មែរគឺជាអ្នកខុស 100% នៅក្នុងចំនួនព្រំដែនកម្ពុជាថៃបងប្អូនឃើញនៅឃើញអញ្ចឹងទេ
អាមេរិកក៏នៅតែគិតថាយើងខុសដែរព្រោះអីយើងចាំឯនៅពេលដែលមានផ្ទុះអាវុធចុងក្រោយមួយទៀតតាក់ទងនឹងជួបគ្នាជាមួយនឹងសន្ទនាគ្នាជាមួយលោកត្រាំដែលព្រមឲ្យមានអាបត្តិឈប់បាញ់លើកទី2ហ្នឹងគឺលោកហ៊ុនម៉ាណែតជួបជាមួយលោកត្រាំបានប្រាប់ថាមានហេតុការណ៍មួយដោយចៃដន្យកើតឡើងដោយផ្ទុះមីននៅតំបន់ព្រំដែនដែលធ្វើឲ្យទាហានថៃរបួសអញ្ចឹងទៅថាថៃតដៃមកយ៉ាងចាស់ដៃគឺគេបន្ទោសយើងថាយើងជាអ្នកចាប់ផ្ដើមឲ្យមានអាក្របបែកនៅតាមផ្លូវអីហ្នឹងគឺជាកំហុសរបស់យើងទៅវិញវាអញ្ចឹងហ៎បងប្អូនឲ្យមើលប្រព័ន្ធផ្កាយរណបមើលអីក៏តែមិនមានអីចឹងអញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងគឺអញ្ចឹងគេចាត់ទុកថាបញ្ហាទាំងអស់គឺថៃទេជាអ្នកថែរក្សាសន្តិភាពយើងទៅជាម៉េចយើងជាជនរងគ្រោះឥឡូវខ្លាយទៅជាអ្នកប្រព្រឹត្តហ្នឹងនេះដោយសារអីគឺដោយសារគោលនយោបាយការបរទេសរបស់យើងជាមួយនឹងអាមេរិកជាពិសេសហើយយើងដឹងហើយថៃនិងអាមេរិកជាសម្ព័ន្ធមិត្តនឹងគ្នាដូច្នេះតើយើងនៅសង្ឃឹមថៃប៉ុណ្ណាទៀតយើងសង្ឃឹមឲ្យថៃដោះស្រាយបញ្ហាដីយើងប៉ុណ្ណាទៀតបើថៃសប្ងៃគេថាគេអត់ខុសផងគេថាយើងខុសអាមេរិកក៏អត់ព្រមថ្កោលទោសថៃឲ្យសរសើរថៃទៀតតើយើងនៅឲ្យមានការចរចាដើម្បីអោបជើងថៃប៉ុណ្ណាទៀតក្រៅពីយើងប្តឹងទៅការយុតិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិរឿងនេះគឺជារឿងសំខាន់ណាស់អញ្ចឹងកម្ពុជាអាចស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងប៉ុណ្ណាទៀតក៏បានដែរប៉ុន្តែទង្វើដែលធ្វើឲ្យមិនប្តឹងទៅតុលាការយុតិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិគឺកម្ពុជានឹងជាប់នៅក្នុងប្រវត្តិសាស្ត្រថាគឺយើងបោះបង់ចោលអាការទៀមទាហ្នឹងហើយកម្ពុជាថាគេមិនដែលបោះបង់ទេគឺគេនៅរក្សាសិទ្ធិឲ្យមិនទទួលស្គាល់ដែនអធិបតេយ្យរបស់កម្ពុជាដែលថៃទន្ទ្រានឈ្លានពានស្រែកទៅស្រេចដឹកខ្យល់ស្លាប់ព្រោះយើងចុះហត្ថលេខាថ្ងៃ27ខែធ្នូឆ្នាំ2025ព្រមឲ្យគេនៅកន្លែងណាកន្លែងហ្នឹងហើយយើងទៅស្រែកប្រាប់ថាអាហ្នឹងយើងមិនទទួលស្គាល់កិច្ចព្រមព្រៀងដែលយើងចុះហត្ថលេខាយ៉ាងដូចម្ដេចទៅគឺទាល់តែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិឲ្យថ្កោលទោសថៃពីអំពើឈ្លានពានអាហ្នឹងបានតែយើងអាចឆាចោលអាកិច្ចព្រមព្រៀងបတ်ឈប់បាញ់មែនតើហើយវាគ្រាន់តែជាលិខិតមួយកតិយុត្តមួយដែរនៅក្នុងការធ្វើឲ្យឈប់មានឆ្លោះគ្នាក៏ប៉ុន្តែដើម្បីឲ្យអាបတ်ឈប់បាញ់ឬក៏កិច្ចព្រមព្រៀងហ្នឹងកុំឲ្យថៃយកជាលេសបានគឺទាល់តែយើងប្តឹងទៅអង្គការធំកំពូលគឺតុលាការយុត្តិធម៌អន្តរជាតិបានយើងរួចខ្លួនហើយបាទឥឡូវនេះការទូតគឺយើងអត់ឈ្នះថៃការបរទេសក៏យើងអត់ឈ្នះថៃសហគមន៍អន្តរជាតិក៏គេអត់ថ្កោលទោសថៃតើយើងមានសង្ឃឹមអីទៀតដើម្បីយើងស្អំចិត្តប្រជាពលរដ្ឋដូច្នេះអាហ្នឹងហើយបានជាខ្ញុំថាកម្ពុជាអត់ត្រូវការអល់អាចនៅក្នុងការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទេចរចាឬក៏ស្វាស់វែងធ្វើទៅអត់អីទេក៏ប៉ុន្តែមិនត្រូវបោះបង់ចោលអាយន្តការអន្តរជាតិហើយអត់ត្រូវពជាពេលទេព្រោះយន្តការតុលាការយុត្តិធម៌អន្តរជាតិព្រំដែនអន្តរជាតិនេះត្រូវការពេលយូរណាស់ហើយពេលយូរនេះគឺត្រូវចាប់ផ្ដើមបើយើងអត់ចាប់ផ្ដើមឥឡូវអាពេលហ្នឹងវាកាន់តែយូរទៅផោះតាងក៏កាន់តែបាត់រលុបទៅឆ្ងាយនយោបាយក៏កាន់តែប្រែពណ៌យូរទៅគឺធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមនៅពេលដែលប្រជាពលរដ្ឋអស់សង្ឃឹមគាត់ចាប់ផ្ដើមបញ្ចេញមតិនៃក្តីអស់សង្ឃឹមនៅលើបណ្ដាញសង្គមដល់តែពេលបញ្ចេញមតិនៅលើបណ្ដាញសង្គមគឺយើងចាប់គេដាក់គុកតើអ្នកណាអ្នកខុសឲ្យប្រកាសតើប្រជាពលរដ្ឋនិយាយអំពីកម្ពុជាបាត់ដីទៅថៃក្រោមការដឹកនាំរបស់ក្រុមគ្រួសារតកូលហ៊ុនហ្នឹងតើវាខុសអីបើសិនជាយើងអត់ប្តឹងនេះអត់ប្តឹងទាមទារគេទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិបើសិនជាកម្ពុជាមិនដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិនៅពេលនេះទេគឺស្មើនឹងការដែលឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមរឿងបានដីពីថៃវិញគ្នានឹងចង់និយាយបែបម៉េចក៏កម្ពុជាពេលនេះគឺនឹងទៅចាប់គេដាក់គុកអាម៉េចតែការពិតវានៅតែជាការពិតពេលដែលយើងសញ្ញេខ្វោកអ្នកណានៅហ្នឹងគឺបានន័យថាយើងព្រមប្រគល់កន្លែងដែនអធិបតេយ្យរបស់យើងឲ្យរដ្ឋបរទេសគ្រប់គ្រងកន្លែងណាក៏ដោយមួយនីតិណាក៏ដោយគឺគេគ្រប់គ្រងលើដែនដីយើងហើយស្មើនឹងដីនឹងស្ថិតក្នុងដែនអធិបតេយ្យរបស់គេស្មើនឹងយើងបាត់ដីទៅគេហើយដោយបណ្ដោះអាសន្នគឺយើងបាត់ដីនឹងហើយនៅពេលដែលប្រជាពលរដ្ឋនិយាយថាយើងបាត់ដីទៅគេយើងកាត់ដីទៅគេជាការពិតភាសាកាត់ដីទៅគេនឹងវាធ្ងន់ពេកហើយដែលប្រជាពលរដ្ឋខ្មែរក៏គួរតែផ្ដល់ភាពយុត្តិធម៌ឲ្យរដ្ឋាភិបាលកម្ពុជាដែរគេខឹងហ្នឹងក៏វាមិនខុសអីនៅក្នុងន័យថាទៅព្រមកាត់ដីទៅឲ្យគេអាការព្រមកាត់ដីទៅឲ្យគេគឺតតែសុកហ្នឹងស្រាប់តែកាត់ដីទៅឲ្យគេទៅអត់មានបញ្ហាអីសោះប៉ុន្តែដូចរឿងដែលកើតឡើងអញ្ចឹងដូចនៅអ៊ីរ៉ង់អញ្ចឹងទៅអាមេរិកទៅទម្លាក់គ្រាប់ផ្លោងទម្លាក់ឡើងរេលនៅអ៊ីរ៉ង់ខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធអស់អញ្ចឹងចង់គឺស្លាប់មេដឹកនាំអ៊ីរ៉ង់អស់អ៊ីរ៉ង់ត្រូវតែធ្វើសម្បទានអីមួយហើយព្រមឧទាហរណ៍ដោយលោកត្រាំនិយាយចឹងបរម៉ាណូដែលជាបេះដូងនៃការការពារជាតិរបស់ខ្លួនត្រូវតែបោះបង់គំនិតនឹងចោលឈប់ផលិតឈប់អីអញ្ចឹងទៅរឿងហ្នឹងរឿងធំណាប៉ុន្តែសួរថាតើអ៊ីរ៉ង់មានជំរឿសអីបើទៅបំផ្លាញគេខ្ទេចខ្ទីអស់អញ្ចឹងហើយអញ្ចឹងនៅក្នុងកលៈទេសៈហ្នឹងមិនមែនអ៊ីរ៉ង់ធ្វើសម្បទានបាត់អធិបតេយ្យរបស់ខ្លួនប៉ុន្តែអ៊ីរ៉ង់អាចវាយឈ្នះអាមេរិកនិងអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តផងតែធ្វើអីឲ្យខ្ទេចខ្ទីអស់អញ្ចឹងដើម្បីសុខសន្តិភាពគឺដោះដូរមួយផ្លែតហ្នឹងសិនទៅឲ្យរួចខ្លួនសិនដូចគ្នានឹងកម្ពុជាដែរចុះបើវាយថៃអត់ឈ្នះប៉ុណ្ណឹង
ទាហានយើងមិនទៅដល់គេផងហ្នឹងគេមាន F16 គេមានយន្តហោះបដិញមកកណោគេមានគ្រាប់បែកចង្កោមគេមានគ្រាប់បែកផ្សែងគេមានស្អីគេ drone គេយកមកទម្លាក់ឡើងពាយស្លាប់ទាហានយើងពេញព្រៃតើបើសិនជាយើងមិនដោះដូរនៅក្នុងការដែលឲ្យមានបទឈប់បាញ់នឹងសិនតើទាហានយើងប្រមាណទៀតស្លាប់តើជនភៀសសឹកប្រមាណសែនអ្នកដែលវិលទៅលំនៅឋាននេះបានវិលអត់ដូច្នេះអាហ្នឹងបើយើងនិយាយអំពីបរិបទកម្ពុជាធ្វើសម្បទានដោយសារអីដោយសារដើម្បីបានសុខដល់ប្រជាពលរដ្ឋជនភៀសសឹកនិងទាហានយើងដែរដើម្បីភាពយុត្តិធម៌រឿងនេះគឺកម្ពុជាខ្លួនឯងមិនអាចវាយឈ្នះថៃគឺត្រូវធ្វើសម្បទានហើយសម្បទាននេះគឺការព្រមព្រៀងជាមួយថៃដើម្បីឲ្យដីដែលថៃវាយបានគឺថៃគ្រប់គ្រងអានេះដែលបងប្អូនប្រជាពលរដ្ឋខ្មែរថាអាសម្បទានរបស់កម្ពុជាហ្នឹងគាត់និយាយថាដូចកាត់ដីទៅអញ្ចឹងតែវាអត់ខុសគ្នាទេបងប្អូនវាអត់ខុសគ្នាទេមកតបហើយនឹង4 1ឡូ12មកផ្លូន40ហ្នឹងគឺចង់និយាយមកគូ2មកគូមួយណាក៏បាន6 10 16 7 10 17វាដូចតែគ្នាទេវាអត់មានខុសគ្នាគ្រាន់តែថាភាសាដែលនិយាយហ្នឹងធ្វើឲ្យរកម្មចិត្តដល់រដ្ឋាភិបាលថាប្រើពាក្យកាត់ដីហ្នឹងគឺវាធ្ងន់ពេកព្រោះរដ្ឋាភិបាលអត់ដែលព្រមព្រៀងកាត់ដីគេទេព្រោះអីនៅពេលដែលសញ្ញេហើយនៅកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃ25 27 ខែធ្នូហ្នឹងក៏បានចេញសេចក្តីថ្លែងការណ៍ជំទាស់រហូតថាសកម្មភាពដែលជីកលេនដ្ឋានដាក់អីធ្វើអីហ្នឹងគឺជាសកម្មភាពខុសច្បាប់តវ៉ាអីរហូតដូច្នេះកម្ពុជាចង់ប្រាប់បងប្អូនដែរថាខ្លួនមិនបានប្រគល់ដីហ្នឹងទៅឲ្យថៃដាច់អញ្ចឹងទេដោយការកាត់ដីឲ្យទៅទេហើយគ្មានការតវ៉ាទេកម្ពុជាចង់ប្រាប់អញ្ចឹងតែដល់ពេលបងប្អូនយើងសរសេរថាកាត់ដីឲ្យគេគាត់ខឹងប៉ុន្តែបងប្អូនម្ដងទៀតដីនៅក្នុងតំបន់គ្រប់គ្រងរបស់ថៃហ្នឹងគឺជាកម្មសិទ្ធិរបស់ថៃហើយនៅពេលនេះគឺយើងសញ្ញេឲ្យគេសញ្ញេកាត់ដីឬមិនកាត់ដីបកស្រាយយ៉ាងម៉េចស្រេចចិត្តទេប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺអ្នកណានៅហ្នឹងបានន័យថាគេគ្រប់គ្រងដីហ្នឹងហើយយើងបើកុំចាប់ប្រជាពលរដ្ឋដាក់គុកមានតែម្យ៉ាងទេគឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬ ICC ទាមទារតំបន់ទាំងអស់នោះមកវិញតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិនេះនៅពេលនោះឯងបានប្រជាពលរដ្ឋនិយាយថាកាត់ដីទៅឲ្យគេដោយមិនទាមទារមកវិញអាហ្នឹងប្រជាពលរដ្ឋចាប់ផ្ដើមនិយាយខុសហើយបានន័យថាបរិហាគេរដ្ឋាភិបាលប៉ុន្តែបើអត់ប្តឹងទេអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយចរចាតាមយន្តការទ្វេភាគីដែលអត់ដឹងថាថៃនឹងឲ្យមកយើងវិញអត់ឬក៏យ៉ាងម៉េចព្រោះអីមានជាប់កិច្ចព្រមព្រៀងនឹងហើយវាស្មើនឹងការកាត់ដីទៅឲ្យគេហើយនៅក្នុងន័យនេះមិនត្រូវមាននរណាម្នាក់ដែលនិយាយពីរឿងបាត់ដីទៅប្រទេសថៃដោយការដឹកនាំនេះគឺជារឿងខុសច្បាប់ទេខ្ញុំជឿថាអយុត្តិធម៌សម្រាប់ពួកគាត់ពេកដែរហើយព្រោះយើងដឹងថាការដែលដោះដូរសន្តិភាពស្ងប់ស្ងាត់ហ្នឹងក៏វាបានមកដោយការដែលយើងបាត់ទីតាំងជាច្រើនដែលឲ្យថៃគ្រប់គ្រងឲ្យថៃធ្វើអីតាមអំពើចិត្តដែរមិនអញ្ចឹងកុំយកអាបទឈប់បាញ់យកមកចរចាគឺយើងមិនឈ្នះថៃទេទាល់តែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិអញ្ចឹងហើយរឿងនេះបានមានស្ត្រីម្នាក់ដែលជាកម្មកររោងចក្រកាត់ដេរបងប្អូនដឹងហើយណាគឺតុលាការម្សិលមិញផ្តន្ទាទោសគាត់ឲ្យជាប់ពន្ធនាគារ2 ឆ្នាំពីការដែលផ្សព្វផ្សាយព័ត៌មានតាមរឿងបាត់ដីទៅថៃហ្នឹងគ្រាន់ខ្មែរយើងក៏រិះគន់នៃអញ្ចឹងប៉ុន្តែអត់ទាន់មានអ្នកណានិយាយថាគាត់សរសេរអីសារអីស្ត្រីឈ្មោះថាហុលមនីសមនណាដែលមានវ័យ36 ឆ្នាំមានស្វាមានប្តីមានអីហើយនោះប្តីគាត់ដាក់ប្តឹងជំទាស់ធរឲ្យលោកចន្ទធានហ្នឹងដែលជាប្តីរបស់គាត់នារីរោងចក្រកាត់ដេរហ្នឹងក៏ដាក់ប្តឹងជំទាស់ឲ្យប៉ុន្តែសារព័ត៌មានថៃគេចាប់យកអាព័ត៌មានយើងហ្នឹងយកទៅផ្សាយស្រោចនៅក្នុងប្រទេសថៃគេថាកម្ពុជាចាប់ខ្មែរគ្នាឯងដាក់ពន្ធនាគារដោយសារហ៊ានរិះគន់រឿងបាត់ដីទៅថៃណែថៃគេនិយាយឌឺយើងចឹងទៀតគេថាយើងចាប់ខ្មែរគ្នាឯងដាក់គុកដោយសារហ៊ាននិយាយថាកម្ពុជាបាត់ដីខ្មែរទៅថៃតែជាអង្គហេតុហ្នឹងគឺដោយសារស្ត្រីរូបនេះបើតាមសារព័ត៌មានថៃThe Khao Sudអីហ្នឹងគេយកមកផ្សាយហ្នឹងថាតុលាការសម្រេចឲ្យគាត់ជាប់គុកដោយសារគាត់សរសេរមតិនៅក្នុង Facebook របស់លោកសំរងស៊ីដែលនិយាយថាមេដឹកនាំរបបក្រុមគ្រួសារតកូលហ៊ុនសពថ្ងៃនេះកាត់ដីឲ្យទៅថៃហើយនឹងវៀតណាមអីចឹងទៅដែលជាការដោះដូរជាធ្នូនឹងការក្រាញអំណាចតវងតកូលអីចឹងទៅភាសារបស់គាត់ហ្នឹងគឺមែនតើជាការបញ្ចេញមតិមួយជ្រុងមិនគួរណាទទួលបានការចាប់ដាក់ពន្ធនាគារទេបើតាមមើលទៅណាបើសិនជារដ្ឋាភិបាលមិនកាត់ដីឲ្យថៃឬក៏អីមែនគឺយើងបកស្រាយឲ្យយើងបញ្យល់ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងដីកម្ពុជានៅតំបន់ព្រំដែនទាំង40កន្លែងជាងហ្នឹងគឺបានន័យថាយើងព្រមប្រគល់ទៅឲ្យថៃគ្រប់គ្រងបដោះអាសន្នមិនបដោះអាសន្នយើងអត់មានអាចនឹងជំទាស់ថាថៃអាចកាន់កាប់យូប៉ុណ្ណាបានទេព្រោះអីថៃគេស្លាប់ទាហានគេអស់មកកណោដែរផលខូចខាតរបស់ប្រជាប្រដ្ឋស៊ីវិលគេដោយសារការវាយទន្ទ្រានយកដីខ្មែរហ្នឹងក៏គេថាហ្នឹងគឺគេបូជាដើម្បីបានដីហ្នឹងអញ្ចឹងគេមិនឲ្យយើងវិញទេហើយយើងព្រមឲ្យគេនៅក្នុងហត្ថលេខាហ្នឹងទៀតគឺបានន័យថាវាចប់ហើយយន្តការវត្តឈប់បាញ់នេះគឺចប់ត្រឹមហ្នឹងចប់ត្រឹមដីហ្នឹងគឺគេនៅណានៅហ្នឹងមកយោហើយអញ្ចឹងហើយបានថាបើសិនជារដ្ឋាភិបាលអត់ទាន់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏គ្រាន់តែនិយាយថាយើងនឹងប្តឹងយើងនឹងអីតែមិនដាក់ប្តឹងប្រជាពលរដ្ឋដែលនិយាយថារដ្ឋាភិបាលកាត់ដីឲ្យទៅថៃគឺអត់ខុសទេ
តើតែយើងដាក់ពាក្យប្តឹងទៅគេទៀមទាបានន័យថាប្រជាពលរដ្ឋនិយាយចឹងគឺបានន័យថាមិនមើលតថភាពជាក់ស្ដែងរដ្ឋាភិបាលបានដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយណាគេទៀមទាមកវិញតើឥឡូវនេះរដ្ឋាភិបាលទៀមទាតែក្នុងយន្តការចរចា JBC ឬក៏ស្អីជាមួយភាគីថៃទេយើងចរចាជាមួយចៅបែបនេះប្រជាពលរដ្ឋនៅតែគិតថាមិនបានដីមកវិញនៅតែគិតថាដីនឹងបាត់ដូច្នេះគាត់អត់ត្រូវមានទោសទេយើងជាអ្នកពន្យល់ពួកគាត់វិញតែចាប់ប្រជាពលរដ្ឋដាក់គុកប៉ុន្មានទៀតក៏អត់បានដីខ្មែរមកវិញដែរព្រោះអង្គហេតុវានៅហ្នឹងតែបើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអាហ្នឹងប្រជាពលរដ្ឋចាប់ផ្ដើមលែងហ៊ាននិយាយភាសាបែបហ្នឹងហើយគាត់នឹងអាចនិយាយថាក្រោមការដឹកនាំបែបនេះគឺធ្វើឲ្យយើងបាត់អធិបតេយ្យបាត់អីប៉ុន្តែបើទៅទាមកវិញហើយបើតុលាការយុត្តិធម៌អន្តរជាតិសម្រេចឲ្យខ្មែរឈ្នះអាចរួចខ្លួនរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃអាចថាធ្វើម៉េចយើងខ្សោយជាងគេគេវាយមកទៅហ៊ានយើងខ្សោយជាងគេលាក់នឹងលាក់អីចឹងទៅធ្វើម៉េចគេវាយសន្ធាប់គេរំលោភច្បាប់គ្រប់បែបយ៉ាងតែយើងក៏បានទៀមទាតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិបានប្រមាណយកប៉ុណ្ណឹងទៅតាមតុលាការសម្រេចអាហ្នឹងគឺជាប្រវត្តិសាស្ត្រគ្មាននរណាអាចនិយាយថាមានដឹកនាំខ្មែរកាត់ដីទៅឲ្យថៃអីបានទេប៉ុន្តែបើអត់ប្តឹងទេអ្នកណានិយាយថាខ្មែរកាត់ដីទៅឲ្យថៃគឺមិនគួរណាដាក់ទោសគេទេព្រោះអីយើងនៅអាចបកស្រាយស្រែកចិត្តរដ្ឋាភិបាលអាចថាទេមិនមែនកាត់ដីទេគឺជាសម្បទានដូរយកសន្តិភាពហើយយើងនៅទៀមទាបានរដ្ឋាភិបាលបកស្រាយអញ្ចឹងទៅហេតុអីបានទៅចាប់គេដាក់គុកបើគេយល់ឃើញថាបើយើងអត់ប្តឹងបានន័យថាដូចកាត់ដីឲ្យគេចឹងហេតុអីបានជាគេខុសអានឹងចឹងបានថាយើងជាអ្នករដ្ឋាភិបាលគឺមានបន្ទុកច្រើនណាស់មិនមែនចាប់ផ្ដើមដោយថាអ្នកណានិយាយអីជាប់គុកជាប់ច្បាប់អញ្ចឹងទេហើយការដាក់គុកដាក់ច្បាប់ធ្វើឲ្យឃើញអន្តរជាតិគេមើលមកយើងជាថាយើងនឹងចាប់គ្នាឯងដាក់គុកដោយសាររឿងអត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិមកភ័យរឿងខ្លាចគ្នាឯងនិយាយពីរឿងកាត់ដីឲ្យថៃឯណាទៅវិញវាធ្វើឲ្យថៃនឹងអង្គុយចំអកយើងទៅវិញណាហើយយើងបែកបាក់ជាតិគេសបាយយើងដូរអាហ្នឹងយើងមិនបានជោគជ័យអីទេបងប្អូនដោះលែងទៅគ្នាអ្នកទោសមនសិការអីហ្នឹងគ្រាន់តែនិយាយជួនកាលគ្នាវាឈឺចាប់មិនដឹងធ្វើអីបានចេះតែនិយាយធូរទ្រូងអញ្ចឹងទៅណាហើយគ្នាចង់បានអីនិយាយហ្នឹងគឺចង់បានដីខ្មែរមកវិញសោះហ្នឹងអញ្ចឹងគ្នាស្រឡាញ់ជាតិតាគ្រាន់តែយើងហ្នឹងវាប៉ះពាល់ដល់សតិអារម្មណ៍របស់ថ្នាក់ដឹកនាំដែលគេនិយាយអញ្ចឹងវាឈឺចាប់ពេកកុំឈឺចាប់បើយើងធ្វើអីគេថាអីថាទៅកុំធ្វើឲ្យត្រូវដូចគេថាអាហ្នឹងបានយើងប្រកែបាទឥឡូវបន្តទៅទៀតគឺអស់ពីរឿងហ្នឹងយើងប្រជាពលរដ្ឋខ្មែរតលន់នឹងបដាអគុណសន្តិភាពនៅមុខផ្ទះបដាអសន្នជនភៀសសឹកដោយថៃយកដីអស់បងប្អូនឃើញទេតាមពិតទៅយើងឃើញអាផ្ទះដែលគេសង់ឲ្យប្រជាពលរដ្ឋខ្មែរជនភៀសសឹកនឹងដំបូលបៃតងនឹងមើលទៅស្អាតរបស់គេគួរសមអីដែរវាដូចថាបើយើងនិយាយអំពីផ្ទះហ្នឹងហើយនឹងតង់ដែលលិចទឹកលិចអីជាការប្រសើរច្រើនហើយបងប្អូនក៏គួរតែមើលឃើញពីចំណុចហ្នឹងដែរខ្ញុំមិនហាមឃាត់ការរិះគន់មិនពេញចិត្តរដ្ឋាភិបាលកម្ពុជាទេគាត់ធ្វើខុសច្រើនណាប៉ុន្តែពេលខ្លះនៅពេលដែលយើងរិះគន់គ្រប់រឿងពេកក៏អាចថាវាដូចថាយើងងប់នឹងការរិះគន់ណាកាលនៅទឹកផុកទឹកអីនៅក្នុងតង់ថារដ្ឋាភិបាលអត់គិតគូរឃើញទឹកក៏ក្លេកក៏ឃ្លោកដល់តែពេលរៀបចំឲ្យមានផ្ទះសម្បែងល្អឡើងទៅលើផ្ទះកុំឲ្យលិចទឹកនៅមានប្រព័ន្ធលូប្រព័ន្ធបង្គន់អនាម័យអីត្រឹមត្រូវយើងថាបោះបង់ចោលដីឲ្យលែងទៀមទាគេហើយយើងសង់ផ្ទះឲ្យប្រជាពលរដ្ឋបានន័យថាបោះបង់ការទៀមទាអីចឹងអញ្ចឹងរដ្ឋាភិបាលអាចនឹងមានការរកម្មចិត្តដែរខ្ញុំយល់អំពីស្ថានភាពនេះគាត់ថាយើងជាអ្នករិះគន់ក៏ត្រូវតែមានចំណុចកណ្ដាលណាមួយឲ្យថាអាចទៅលើសច្ចធម៌ដែរមិនអញ្ចឹងរដ្ឋាភិបាលគេខឹងត្រឹមត្រូវដែរកន្លែងខ្លះធ្វើអាម៉េចក៏តែមិនត្រូវប៉ុន្តែរដ្ឋាភិបាលពេលហ្នឹងក៏គួរយល់អំពីប្រជាពលរដ្ឋកំពុងតែមានទុក្ខបាត់ដីហ្នឹងគឺចេះតែភ័យបើរដ្ឋាភិបាលកុំធ្វើឲ្យភ័យប្រជាពលរដ្ឋមិនរិះគន់បែបហ្នឹងឯងភ័យហ្នឹងភ័យអីភ័យខ្លាចអត់បានដីនឹងមកវិញខ្លាចសង់ផ្ទះហ្នឹងទៅនៅទៅបើយើងចរចាអញ្ចឹងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិមិនដឹងប្រហែលឆ្នាំបានដីនឹងមកវិញអញ្ចឹងណាអញ្ចឹងមិនថាអ្វីដែលជាដំណោះស្រាយតែមួយធំគឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រជាពលរដ្ឋចាប់ផ្ដើមគិតរឿងអីផ្សេងវិញហើយលែងរិះគន់អញ្ចឹងប៉ុន្តែអ្វីដែលរកម្មចិត្តហ្នឹងគឺផ្ទះដែលជាផ្ទះលំនៅឋានជនភៀសសឹកដែលបានមកដើម្បីឲ្យរស់នៅសមរម្យទៅយកផ្លាកអគុណសន្តិភាពហ្នឹងទៅលើកស្ទើរតែធ្វើឲ្យប្រជាពលរដ្ឋហ្នឹងអួលដើមកទៀតហើយទលាន់ហើយការរិះគន់ហ្នឹងគឺក៏មានហេតុផលហើយក៏មិនមានហេតុផលក្នុងពេលជាមួយគ្នាដែរហេតុអីបានជាគាត់រិះគន់ស្លាកអគុណសន្តិភាពគាត់លើកហេតុផលថាអគុណសន្តិភាពដោយសារតែសន្តិភាពបែបคล้ายៗនឹងឯងដែលធ្វើឲ្យខ្មែរអត់អាចការពារដែនអធិបតេយ្យខ្លួនឯងផងហ្នឹងមានផ្ទះរស់នៅសំរុំនៅទល់ដែនឥឡូវគេយកអស់ដោយសាររឿងអគុណសន្តិភាពហ្នឹងរួចឥឡូវមកនៅផ្ទះដែលគេធ្វើឲ្យបដោះអាសន្នសោះអាផ្ទះខ្លួនឯងគេវាយខ្ទេចខ្ទីដីខ្លួនឯងគេយកអស់ដែនអធិបតេយ្យគេយកអស់មកនៅក្នុងផ្ទះដែលគេសង់ឲ្យនៅពេលដែលយើងមិនអាចការពារដែនអធិបតេយ្យខ្លួនឯងបានសោះរួចស្រាប់ទៅអគុណសន្តិភាពទៅវិញអាហ្នឹងការរិះគន់ហ្នឹងវាមានហេតុផលរបស់គេអញ្ចឹងដែររដ្ឋាភិបាលហ្នឹងពេលខ្លះកន្លែងណាទលាន់ហ្នឹងក៏យើងកវត្តចោលទៅអគុណសន្តិភាពគ្រប់ហើយកន្លែងប្រគុណក៏យកទៅដាក់បិទអីដែរពេលខ្លះយើងវាធ្វើឲ្យរកម្មចិត្តប្រជាពលរដ្ឋកំពុងតែទលាន់អញ្ចឹងយើងអាកន្លែងណានេះហ្នឹងគឺយើងកុំលឹះពេកអីវាអត់ដាក់អគុណសន្តិភាពនៅអាកន្លែងផ្ទះហ្នឹងមកពេលក៏វាមិនអីដែរដាក់នៅកន្លែងសាលារៀនមន្ទីរពេទ្យសាលាឃុំអីវាស្ទើរអស់កន្លែងហើយចុះហេតុអីបានជាឲ្យរកម្មចិត្ត
ក៏ប៉ុន្តែនៅពេលហ្នឹងរដ្ឋាភិបាលខុសមែនវាមិនខុសអីទេរដ្ឋាភិបាលក៏គេធ្វើស្អំចិត្តប្រជាពលរដ្ឋឲ្យដឹងថាក្រោមការដឹកនាំបែបនេះបើគុំមានសន្តិភាពអាប្តីបាត់ហើយហ្នឹងអត់បានកន្លែងនៅទៀតមិនមានផ្ទះដែលគេសង់ឲ្យនៅប្រសនហ្នឹងផងទេយើងនិយាយចេះវិញរដ្ឋាភិបាលក៏ចង់បញ្ជាក់សារអញ្ចឹងដោយសារមានសន្តិភាពរដ្ឋាភិបាលគិតគូរអញ្ចឹងឲ្យបានឡើងឲ្យនៅតង់ឥឡូវមកនៅផ្ទះចែកដីចែកអីឲ្យនៅប្រសនអីចឹងប៉ុន្តែអាពាក្យសន្តិភាពនឹងវាសគារជាបន្តិចត្រង់ថាយើងសន្តិភាពយ៉ាងម៉េចទៅបើសិនជាសង្គ្រាមមានគេឈ្លានពានយើងអីចឹងណាមកឥឡូវនេះគឺមែនតើទៅការរិះគន់ចិត្តតែមានប៉ុន្តែកុំទៅធ្វើបាបធ្វើទុកបុកម្នេញគេរដ្ឋាភិបាលចិត្តឲ្យធ្ងន់បន្តិចឲ្យដោះស្រាយទៅធ្វើឲ្យច្រើនកុំទៅឈឺក្បាលរឹសដុំថ្មចោលឆ្កែរដ្ឋាភិបាលសពថ្ងៃរវល់រឹសដុំថ្មចោលឆ្កែជាងដូចថាឲ្យបរទេសនឹងឲ្យទៅមុខឲ្យដល់គោលដៅព្រោះអីដូចថារៀងដូចមានខ្លួនឯងដែរដល់អញ្ចឹងចិត្តតែរវល់អត់ច្បាស់លាស់សោះបែកកម្មដ្ឋានណាដោយសារមានខ្លួននេះពិបាកអញ្ចឹងបាទហើយឥឡូវនេះគឺរឿងមួយទៀតគឺតាក់ទងនឹងរឿងនៅស្រុកក្រៅតែតាក់ទងនឹងស្រុកខ្មែរដែរគឺអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថាសុំទោសគឺឲ្យខ្មែរឲ្យចប់សិនតាក់ទងនឹងសមាជិកសហជីពម្នាក់ទៀតត្រូវបានសាលាដំបងរាជធានីភ្នំពេញកាត់ទោសដាក់ទោសពន្ធនាគារ2ឆ្នាំចោទពីបទញុះញង់តាមពិតចាប់គាត់យូរហើយឥឡូវនេះគឺតុលាការចាប់ផ្ដើមផ្ដន្ទាទោសហើយដាក់គុកគាត់កាត់ទោសឲ្យជាប់គុក2ឆ្នាំពីបទញុះញង់និយាយទៅញុះញង់គឺជាបទមួយដ៏មានប្រជាប្រិយសម្រាប់តុលាការយើងហើយអ្នកដែលជាប់គុកនេះគឺនៅព្រឹកនេះសាលាដំបងរាជធានីភ្នំពេញនេះពីសារព័ត៌មានដែលបានមកពីខាងអង្គការលីកាដូនៅក្នុងមូលដ្ឋានទេគាត់ថាសាលក្រមផ្ដន្ទាទោសលោកពេជ្រពិសិដ្ឋដាក់ឲ្យជាប់ពន្ធនាគារ2ឆ្នាំបណ្ណៃប្រាក់4លានរៀលពាក់ព័ន្ធនឹងការបញ្ចេញមតិដែលលោកបានធ្វើឡើងនៅករណី Facebook របស់ថ្នាក់ដឹកនាំសហជីពម្នាក់ទៀតសិទ្ធិការបញ្ចេញមតិតើការបញ្ចេញមតិនឹងអីក៏គុកច្បាប់យ៉ាងនេះលោកពិសិដ្ឋជាថ្នាក់ដឹកនាំសហជីពនិងអនុប្រធានសហព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ឧស្សាហកម្មសហៅសម្ព័ន្ធ AI ត្រូវបានចាប់ខ្លួនដោយនគរបាលកាលពីថ្ងៃទី16កញ្ញាឆ្នាំ2025មុខរោងចក្រមួយនៅក្នុងខេត្តព្រះសីហនុជាកន្លែងដែលលោកធ្វើការបាទឥឡូវតុលាការចាត់ប្រកាន់នឹងទៀតហើយថែមទៅដល់ជិត100នាក់ហើយអ្នកនៅក្នុងជាប់ពន្ធនាគារនឹងគឺសុទ្ធតែជាអ្នកទោសមនសិការរឿងនេះសុទ្ធតែជារឿងរកម្មចិត្តដែរបងប្អូនឥឡូវនេះគឺនៅរឿងជាពាក់ហ្នឹងខ្ញុំដឹងអសងអស់ទេព្រោះវាច្រើនពេកដែរខ្ញុំលុបពេកមើលទៅតាក់ទងនឹងប្រទេសកម្ពុជាដដែលគឺរឿងស្ដេចលបែងជនជាតិតៃវ៉ាន់ចិនតៃវ៉ាន់ម្នាក់ដែលគេបាញ់សម្លាប់នៅក្រុងព្រះសីហនុអូយសាហាវព្រៃផ្សៃខុសខើណាស់បងប្អូនបាញ់20គ្រាប់ជាង29គ្រាប់គ្រាន់តែបាញ់ត្រូវក្បាលគាត់នឹង4-5គ្រាប់គឺថាបាញ់សម្លាប់មិនអាចឲ្យថានេះមែនតើគឺជាស្ដេចលបែងដែលគេតាមរនៅតៃវ៉ាន់នឹងរាប់ឆ្នាំហើយជាអក្រិតជននៅតៃវ៉ាន់តែមករស់នៅក្នុងស្រុកខ្មែរមិនមែនត្រឹមរស់នៅដោយសោយសុខទេគឺបើកបនលបែងកាស៊ីណូមួយបានយ៉ាងកភើទៀតហើយទៅថ្ងៃនោះមិនដឹងទេកាលអីគាត់ហាត់ប្រាណរាល់ដងមានអង្គរៈមានអីការពារថ្ងៃហ្នឹងដឹកឆ្កែមួយគឺទៅជនប្រដាប់អាវុធតាមគ្មានគ្នាពីម្នាក់ហ្នឹងមកបាញ់សម្លាប់ស្លាប់បាត់ទៅផ្អើលពិភពលោកតាក់ទងនឹងរឿងអក្រិតកម្មនៅក្រុងព្រះសីហនុហើយតាក់ទងនឹងរឿងអក្រិតជនដែលគេតាមរស់ហេតុអីបានមកនៅស្រុកខ្មែរវាទៅជាសម្រាមនៃអក្រិតជនដែលគេតាមពីណាមកគឺធ្លាក់មកនៅយើងអញ្ចឹងហ្មងអ្នកឆបោកអនឡាញគេរនៅណាគេតាមចាប់នៅចិននៅអីមកធ្លាក់នៅយើងដោយលោកចិនស៊ីអញ្ចឹងរឿងនេះគឺជារឿងរកម្មចិត្តហើយខ្ញុំក៏ជឿថារដ្ឋាភិបាលខំប្រឹងដែរមិនដឹងថាតើធ្វើយ៉ាងម៉េចទប់ស្កាត់បានទេព្រោះអីអំពើពុករលួយនឹងវារឹតរួតពេកទៅជួនកាលអារឿងវិខិតស្នាមអារឿងស្អីហ្នឹងហើយយើងឲ្យតែអក្រិតជនគឺរកឋានសួគ៌នៅស្រុកខ្មែរបានដោយសារយើងពិនិត្យមើលអាហ្នឹងឡើងវិញដែរកុំឲ្យរកម្មចិត្តបងប្អូនប្រជាពលរដ្ឋយើងតាក់ទងនឹងរឿងនេះខ្ញុំបញ្ចប់ដោយខ្ញុំសន្យាកាលពីម្សិលមិញនោះថាបើសិនជាស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំណើនដូចសពថ្ងៃគឺសំទោសគឺច្បាស់ណាស់គឺយើងមិនអាចនឹងបំពេញមហិច្ឆតាឬក៏គោលដៅរបស់កម្ពុជានឹងក្លាយទៅជាប្រទេសអ្នកមានក្នុងឆ្នាំ2050ទេតាមពិតប្រសាសន៍នេះគឺលើកឡើងដោយប្រធានរបស់ចាស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាគឺលោក Casey Bennett ដែលលោក Casey Bennett បានន័យថាគាត់ចាប់តំណែងនេះបញ្ចប់តំណែងទៅប្រហែលថ្ងៃមុនគាត់និយាយរឿងនេះហើយជាសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាលោកនិយាយអំពីការព្រួយបារម្ភមិនមែនជាការដែលធ្វើឲ្យអស់សង្ឃឹមអីទេព្រួយបារម្ភហ្នឹងគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចកម្ពុជាគឺធ្លាក់ចុះពីមុនគឺ 7.2% អីណាមួយឆ្នាំឥឡូវនេះគឺទៅហើយ6ក្រោមចុះមក6អីតិចតួចកម្ពុជាបើចង់លើកខ្លួនឲ្យផុតពីបន្ទាត់ភាពក្រីក្រខ្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់កុំនិយាយរឿងប្រាក់អ្នកមានអីមធ្យមកម្រិតខ្ពស់ហ្នឹងគឺគោលដៅរបស់យើងគឺអង្គការសហប្រជាជាតិថាទុកឲ្យដល់2029ដើម្បីឲ្យកម្ពុជាថាអាចនឹងរួចផុតពីបញ្ជីបន្ទាត់ក្រីក្រឡើងបានមួយកម្មហ្នឹងបងប្អូនបានន័យថាយើងខ្លាចជាអ្នកមានមែនទេគឺបានន័យថាបើពីមុនមួយថ្ងៃរកបាន$3ឥឡូវរកបានមួយថ្ងៃ$4ម្នាក់ណាអតិ
ការដែលប្រៀបធៀបប្រាក់ចំណូល$3ទៅ$4ឬក៏$5មួយខែបាន$150ហ្នឹងហូបអីប៉ុន្តែវាផុតពីអាបន្ទាត់ភាពក្រីក្រហ្នឹងយើងឡើងបានមកកម្មជាអ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ប៉ុន្តែមិនបានទូទាឬក៏ប៉ុមងើបពីក្រទេប៉ុន្តែដល់ពេលហើយអាហ្នឹងត2029ហើយដើម្បីឲ្យដល់អ្នកមានហ្នឹងបានន័យថាប្រាក់ខែក្នុងមួយឆ្នាំ$10000អីណានោះហ្នឹងមួយខែ$1000ជាងប្រជាពលរដ្ឋខ្មែរឯណាលក់លីហាលឬក៏កម្មករ pass up អីហ្នឹងទៅរកបានវាមិនងាយទេតែថ្នាក់អ្នកមាន2050ជាក្តីសម័យទេបងប្អូនដូច្នេះឥឡូវនេះអាក្តីសម័យកុំថាឡើយដល់ទៅអ្នកមានឆ្នាំ2050សំបីឲ្យផុតពីអាបន្ទាត់ភាពក្រីក្រដល់អាប៉ុមឡើងដល់ឆ្នាំ2029នេះក៏យើងទៅតែមិនបានផងដោយថាស្ថានភាពដោយសារស្ថានភាពយើងនិយាយនេះបានប្រយោជន៍អីបងប្អូនយើងនិយាយគេពងអាឈឺចាប់រឿងព្រំដែនរឿងបញ្ហាប្រេងឥន្ធនៈចុះថោកមកនិយាយរឿងយើងអត់ខ្លាយទៅជាអ្នកមានហ្នឹងនិយាយបានអីគេសួរអញ្ចឹងខ្ញុំអត់មាននិយាយដើម្បីបន្ទុចបាក់អីទេនិយាយចង់ប្រាប់មេដឹកនាំកម្ពុជាថាឈប់ប្រើនយោបាយប្រជាពិធបោកប្រជាពលរដ្ឋថាយើងនឹងខ្លាយជាអ្នកមានយើងនឹងខ្លាយជាអ្នកឲ្យក្តីសង្ឃឹមខ្លាញ់ខ្លាយប្រជាពលរដ្ឋសង្ឃឹមនៅក្នុងចលនានយោបាយប្រជាពិធចិត្តតែជឿយើងអ្នកមានហើយយើងកុំភ័យប្រឹងនាំគ្នាដឹងតែខ្លាយជាអ្នកមានទាំងខ្លួនឯងរហតែលុយបង់ធនាគារមីក្រូហិរញ្ញវត្ថុអត់គ្រប់រហតែបាយ3ពេលអត់បានណាអញ្ចឹងកុំឲ្យថាអ្នកនយោបាយនឹងបោកប្រជាពលរដ្ឋអញ្ចឹងអីទទួលស្គាល់ការពិតឲ្យប្រឹងជួយប្រជាពលរដ្ឋវិញឲ្យកុំខ្វល់រឿងអ្នកមានមិនអ្នកមានអីសំខាន់មានបាយហូបអត់សិនអានឹងខ្ញុំ